រឿងកូនលោកមេភូមិល្មុបកាមមនុស្សយើងម្នាក់កើតមកមានវាសនាមិនដូចគ្នាទេរស់នៅក្រោមមេឃតែមួយតែវាសនាខុសគ្នាសូមយើងទាំងអស់គ្នាកុំស្អប់ក្បឺមអ្នកក្រតែយើងអាចស្អប់ភាពក្រីក្របានព្រោះគ្មានអ្នកណាម្នាក់ចង់ក្រឡើយមានភូមិមួយដែលជាភូមិសម្បូរដោយអ្នកក្រីក្រហើយក្នុងនោះក៏មានអ្នកដែលមានទ្រព្យធនច្រើនដែរថ្ងៃមួយលោកមេភូមិបានឲ្យកូនប្រុសរបស់គាត់ទៅទារប្រាក់ពីគ្រួសារមួយដែលជាកូនភូមិរបស់លោកនៅមិនឆ្ងាយពីផ្ទះរបស់គាត់ឡើយលោកសុកជាកូនប្រុសរបស់មេភូមិហើយជាបុរសដែលល្មមកានតណ្ហាណាស់បានមកទារប្រាក់ពីតាបឿនដែលជាកូនបំណុលរបស់ឪពុកគាត់នៅផ្ទះតាបឿនមានកូនស្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតជាងគេក្នុងភូមិតាបឿននិយាយនួនថ្ងៃនេះជាថ្ងៃដែលលោកមេភូមិមកយកការប្រាក់ពីយើងហើយកូនតែពុកគ្មានប្រាក់ទេតែយើងមានអ្វីដែលអាចលក់ដោះដូរបានទេកូននួននិយាយចាពុកយើងអត់មានរបស់មានតម្លៃអីទៀតទេមាន់ទាជ្រូកគោយើងលក់អស់ហើយតាបឿននិយាយពុទ្ធោកូនស្រីពុកតែយើងធ្វើយ៉ាងណាទៅកូនបើគ្មានប្រាក់ឲ្យលោកមេភូមិទេច្បាស់ជាគាត់រឹបអូសដីស្រីរបស់យើងហើយកូនបន្តិចក្រោយមកនីសុកមកដល់ផ្ទះតាបឿនជាមួយអ្នកបម្រើម្នាក់នីសុកនិយាយណែតាដល់ថ្ងៃដែលតាត្រូវសងការប្រាក់មកពុករបស់ខ្ញុំហើយព្រោះកន្លងមកពុកខ្ញុំគាត់មកយកតែថ្ងៃនេះគាត់ឲ្យខ្ញុំមកយកតាបឿននិយាយសូមលោកប្រុសជួយប្រាប់លោកមេភូមិផងបាទថាខែនេះខ្ញុំសូមយឺតបន្តិចបានទេព្រោះខ្ញុំបង្វិលប្រាក់មិនទាន់ទេទៀនប្រុសនីសុកនិយាយមិនបានទេតាដឹងហើយថាគ្រួសារខ្ញុំមិនអនុគ្រោះដល់អ្នកណាឡើយព្រោះបើម្នាក់យឺតពីរអ្នកយឺតតាឲ្យពួកខ្ញុំរកស៊ីស្អីទេតាបើតាគ្មានប្រាក់ទេរបស់របរតាមានតម្លៃគឺពួកយកទាំងអស់ខ្ញុំមិនរើអាងទេជាពិសេសកូនស្រីរបស់តាអាចយកមកកាត់កងបានតាបឿនឆ្លើយមិនបានទេទៀនប្រុសខ្ញុំមិនអាចយកកូនស្រីរបស់ខ្ញុំទៅកាត់កងបានទេនីសុកនិយាយបើចឹងតាត្រូវយកប្រាក់ឲ្យខ្ញុំល្ងាចនេះមិនដូច្នេះទេខ្ញុំនឹងយកកូនតាហើយតាបឿននឹងនួនមានការភ័យណាស់នីសុកនិងនីខ្ចង់ត្រឡប់ទៅវិញនៅតាមផ្លូវនីសុកនិយាយណែអាខ្ចង់អញគិតដូចអញអត់ថានាងនួនស័ក្តិសមនឹងអញទេព្រោះនាងនួនមើលកាន់តែយូរគឺកាន់តែស្អាតវើយនាងខ្ចង់ឆ្លើយមែនហើយលោកប្រុសនាងនួនជាស្រីស្អាតជាងគេក្នុងភូមិបើសិនជានាងបានមកលើលោកប្រុសពិតជាសំណាងរបស់នាងធំណាស់បាទតែមើលទៅតាបឿនគាត់មិនព្រមទេព្រោះគាត់ស្រឡាញ់កូនស្រីគាត់ណាស់ហើយណាមួយនាងនួនក៏មានសង្សារដែរទៀននាងសុកយើងមិនខ្វល់ថាមានសង្សារឬអត់ទេសំខាន់ឲ្យតែយើងស្រឡាញ់គឺត្រូវតែបានបើប្រើធម៌ត្រជាក់មិនបានត្រូវតែប្រើធម៌ក្តៅហើយឯងដឹងហើយថាស្រីក្នុងភូមិនេះគ្មាននរណាហ៊ានបដិសេធនឹងយើងឡើយនៅចំការក្រោយផ្ទះពុកនឹងនួនកំពុងកាប់ដីដាំពោនពុកនិយាយនួនកូនហត់ហើយកូនសម្រាកខ្លះទៅពុកខ្លាចកូនឈឺណាស់ទុកឲ្យពុកធ្វើម្នាក់ឯងបានហើយនួននិយាយចាពុកកូនមិនហត់ទេពុកហត់ជាងកូនទៅទៀតពុកសម្រាកចោះព្រោះពុកចាស់ហើយកូននៅក្មេងកូនមានកម្លាំងអាចធ្វើបានយើងត្រូវតែជួយគ្នាទើបឆាប់ហើយនឹងបានប្រាក់សងលោកមេភូមិបើកូនមិនខំប្រឹងទេតើយើងមានប្រាក់ឯណាសងលោកមេភូមិទៅពុកហើយកូនបារម្ភពីពាក្យសម្ដីកូនគាត់និយាយកាលពីព្រឹកមិញណាពុកនិយាយពុកក៏បារម្ភដែរកូនពុកមើលទៅលោកប្រុសសុកលងស្រឡាញ់កូនណាស់ហើយពុកខ្លាចគាត់ធ្វើអីមិនសមរម្យមកលើកូននួននិយាយចាពុកកូនដឹងហើយកូនស្រឡាញ់តែបងដួងម្នាក់គត់
ហើយកូនក៏មិនដែលយកភ្នែកមើលប្រូណាក្រៅពីបងដួងឡើយពុកនិយាយល្អហើយកូនបន្ទាប់ពីពួកគេនិយាយគ្នាហើយពួកគេខំប្រឹងកាប់ដីដាំដំឡូងនិងពោតក្នុងដីចម្ការរបស់គេព្រឹកឡើងនួនមកពីផ្សារនេសុកជិះម៉ូតូបានជួបនឹងនួនកំពុងដើរនេសុកនិយាយអូននួនទៅមកពីណាបានមកដើរម្នាក់ឯងដូចនេះហើយផ្លូវនេះស្ងាត់ណាស់អូនមិនខ្លាចទេឬនួននិយាយចាលោកប្រុសខ្ញុំទៅមកពីបែកបន្លាយនៅផ្ទះមីណាងហើយផ្លូវនេះខ្ញុំដើររាល់ថ្ងៃសំអស់ទៅហើយនេសុកតាបឿនពិតជាសំណាងមែនបានកូនស្រីដ៏ស្រស់ស្អាតបែបនេះហើយបណ្ដោយឲ្យដើរតែឯងចាំងបងបារម្ភណាស់មកឡើងមកបងជូនទៅផ្ទះនួននិយាយចាអរគុណលោកប្រុសតែមិនអីទេផ្ទះខ្ញុំនៅជិតនេះទេខ្ញុំដើរតែបន្តិចគឺដល់ហើយខ្ញុំមិនហ៊ានរំខានដល់លោកប្រុសទេសូមលោកប្រុសអញ្ជើញទៅនេសុកកុំខ្លាចបងអីបងគ្រាន់តែអាណិតហើយនៅម្ដុំនេះនាងស្ទាវច្រើនណាស់ខ្លាចគេធ្វើបាបនួនតែនួនដឹងទេតែតិចទៀតបងឲ្យពុកបងចូលស្ទីនួនហើយនួននិយាយសូមលោកប្រុសកុំមានប្រសាសន៍បែបនេះខ្ញុំមានអ្នកដែលខ្ញុំស្រឡាញ់ហើយបន្ទាប់ពីនួននិយាយរួចហើយនេសុកមានការខឹងនឹងនួនណាស់នួនដើរទៅនេសុកនិយាយនួននាងហ៊ានបដិសេធនឹងយើងថ្ងៃណាមួយយើងនឹងធ្វើឲ្យនាងដឹងខ្លួនមិនខាននៅផ្ទះតាបឿននិយាយពុកទៅធ្វើការហើយណាកូននៅផ្ទះត្រូវប្រយ័ត្នប្រយែងផងព្រោះដល់ល្ងាចទៅពុកមកវិញនួននិយាយចាពុកកូនដឹងហើយពុកកុំខំធ្វើការពេកប្រយ័ត្នឈឺតាបឿននិយាយពុកដឹងហើយឥឡូវពុកទៅហើយនួននិយាយចាពុកត្រីងៀតនិងបំពង់ទឹកកូនដាក់ក្នុងបង្វិចរួចហើយបើពុកឃ្លានពុកពិសាចុះតាបឿននិយាយពុកទៅសិនហើយនួនកំពុងធ្វើការខាងក្រោយផ្ទះបន្តិចក្រោយមកនេសុកបានមកដល់ធ្វើឲ្យនួនភ្ញាក់យ៉ាងខ្លាំងនេសុកនិយាយធ្វើអីនឹងឲ្យបងជួយទេលោកប្រុសធ្វើចឹងមិនសមទេខ្លាចគេមើលមកថាយើងត្រូវជាអីនឹងគ្នាជាពិសេសកុំឲ្យសង្សារខ្ញុំគាត់យល់ច្រឡំនេសុកឲ្យគេមើលមកចុះនួនភ័យធ្វើអីខ្ញុំចង់ឲ្យតែគេយល់ច្រឡំទេជាពិសេសសង្សារនួននឹងហើយនួននិយាយមិនបានទេលោកប្រុសខ្ញុំស្រឡាញ់សង្សារខ្ញុំណាស់លោកប្រុសធ្វើចឹងមិនសមទេពេលនោះនេសុកមានការខឹងយ៉ាងខ្លាំងហើយនិយាយថាណែនាងនួនកុំឲ្យយើងអស់ការអត់ធ្មត់នឹងនាងឲ្យសោះព្រោះយើងមកនេះគឺឲ្យតម្លៃនាងខ្ពស់ហើយកុំថាយើងចិត្តខ្មៅជាមួយនាងឲ្យសោះនាងព្រមតាមសម្រួលទៅពេលនេះនាងនៅតែម្នាក់ឯងគ្មានអ្នកណាមកជួយនាងបានទេនួននិយាយតើលោកប្រុសចង់ធ្វើអីខ្ញុំនេសុកចង់ធ្វើហែបន្តិចទៀតនាងដឹងហើយឆាប់មកតាមយើងមកនួនភ័យណាស់ហើយនិយាយថាទេលោកប្រុសខ្ញុំមិនទៅទេលោកប្រុសចង់ធ្វើអីខ្ញុំឆាប់លែងខ្ញុំទៅពេលនោះនួនស្រែកខ្លាំងជួយផងមានអ្នកណានៅជិតនេះទេជួយខ្ញុំផងរំពេចនោះឌូងដើរជិតផ្ទះនួនក៏លឺនួនស្រែកឲ្យជួយគេក៏រត់មកភ្លាមនេសុកចាប់អូសដៃនួនចូលទៅក្បាលគុំជែកប្រុងនឹងរំលោភនួនឌួងវាយក្បាលនេសុកមួយដំបងហើយនិយាយអាសុកអាកុំរកឆាប់ចេញពីនួនភ្លាមឯងជាមនុស្សប្រុសថោកទាបបំផុតដែលធ្វើបាបស្ត្រីដែលជាភេទដូចម្ដាយឯងនេសុកនិយាយអារហាមកដល់ហើយហ៎មែនយឿនថោកតើឯងចង់ធ្វើស្អីយឿនសង្សាររបស់ឯងបានជំពាក់បំណុលយឿនហើយនាងគ្មានប្រាក់ឲ្យយើងមានតែយកខ្លួនរបស់នាងហើយបើមិនសុខចិត្តឯងឆាប់ឲ្យប្រាក់មកយើងវិញមកឌួងនិយាយរឿងប្រាក់យើងប្រកាសជាសងតែឯងមិនអាចមកបង្ខំសង្សាររបស់យើងបានទេឯងឆាប់ចេញទៅនេសុកនិយាយលងលោមនួនថានួនថ្ងៃក្រោយយើងមិនឲ្យរួចខ្លួនទេបងទៅសិនហើយ
ថ្ងៃក្រោយចាំជួបគ្នាទៀតនួនយំហើយនិយាយខ្ញុំអរគុណបងដួងណាស់ដែលបងបានមកជួយខ្ញុំតាន់កុំអីខ្ញុំមិនដឹងទៅជាយ៉ាងណាទេដួងនិយាយមិនបាច់គុណស្រ័យអីទេអូនពេលនេះអូនអស់អីហើយអូនជំពាក់ប្រាក់គេបន្មាននួននិយាយពីមុនពុកគាត់ខ្ចីប្រាក់លោកមេភូមិ10តម្លឹងតែការប្រាក់របស់គាត់ខ្ពស់ពេករហូតមកដល់ពេលនេះគឺឡើង30តម្លឹងហើយបងហើយខែនេះពួកខ្ញុំអត់មានប្រាក់ឲ្យគាត់ទេដួងនិយាយមិនអីទេអូនបងមកនេះក៏ចង់និយាយប្រាប់អូនរឿងនឹងដែរដោយសារមួយរយៈនេះបងរកប្រាក់បានច្រើនគួរសមដែរចាំស្អែកបងយកប្រាក់មកឲ្យអូនសងលោកមេភូមិវិញនួនចាបងខ្ញុំសប្បាយចិត្តណាស់ស្អែកឡើងនៅផ្ទះតាបឿននួននិងដួងដោយដួងបានយកប្រាក់មកឲ្យនួននិងតាបឿនពេលនោះតាបឿនមានការសប្បាយចិត្តណាស់ហើយក៏យកប្រាក់នោះទៅសងលោកមេភូមិបន្ទាប់ពីសងបំណុលលោកមេភូមិរួចហើយលោកតាបឿនក៏ប្រមូលភោគផលដំណាំបោះទៅទីផ្សារធំដែលដួងរកឲ្យលក់បានតម្លៃខ្ពស់ពេលនោះនួននិងដួងលែងចម្ពាក់បំណុលហើយប្រែក្លាយជាអ្នកជំនួញដ៏ធំប្រចាំភូមិស្រុករបស់គេបន្ទាប់ក្លាយជាថៅកែមកនួននិងដួងបានរៀបការនិងរស់នៅដោយមានសុភមង្គល